còn hai cho ấy cho tới ai bị rồi cho ấy cho tới ai bị rồi chẳng mấy này lục bà cho bà con cho bị tê ế mạch với lục bà nó chăm cân tiền đó bà 50 nữa 50 ban nơi thằng mấy ban nơi thà lệ 50 trước 50 em mày cha phơi tịch tại ai phơi bàn nó phơi bàn cướp sầm nô tại trâu kho hot đằng này ở sao việc ba hay có nghi sưu này sao ba hay có nghi sưu này mà tại miền chưa chịu lương luôn ai nhé chưa chịu họ sắp tới chưa sắp rồi ក្រុមហ៊ុនសន្តិសុខ Hemon Security Service HSS ផ្ដល់ជូននូវសេវាកម្មសន្តិសុខជំនាញនិងស្របច្បាប់នៅកម្ពុជាផ្ដល់ទំនុកចិត្តខ្ពស់បំផុតដល់អតិថិជនគ្រប់ស្ថាប័នរដ្ឋនិងឯកជនទាំងអស់នៅទូទាំងរាជធានីខេត្តព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ097 39 និង494បាទអនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជាពិសេសប្រិមិត្តដែលនិយមទស្សនាឬការផ្សាយរបស់អង្គភាព T News ថ្ងៃនេះខ្ញុំបាទជុំចិត្តមានវត្តមាននៅមណ្ឌលប្រឡងបាទវិទ្យាល័យសម្ដេចឪបាទថ្ងៃនេះដែរខ្ញុំបានចុះមកយកព័ត៌មានបាទផ្ដិតយករូបភាពទស្សនវិជ្ជាទូទៅនៃការប្រឡងបាក់ឌុបបាទក៏ដូចជាទស្សនវិជ្ជាទូទៅនៃបងប្អូនប្រជាពលរដ្ឋដែលជូនកូនបាទមកប្រឡងហើយបងប្អូនរងចាំទេសនាបាទការសម្ភាសបាទក៏ដូចជាការសាកសួរទៅលើបេក្ខជនប្រឡងក៏ដូចជាអាណាព្យាបាលរបស់ពួកគាត់បាទជាមួយខ្ញុំដូចតទៅបាទសូមអរគុណអត់សួនតែមកចាញ់មករៀងញឹមញែមមិនដែរចូលទៅប្រឡងមិនមានភ័យមានអីខ្លះភ័យតិចតិចតែនៅតែជឿជាក់លើខ្លួនឯងមកពីខាងណាដែរខាងស្រុកពួរខាងស្រុកពួរណាស្លារើចាណែណាជូនមកម៉ែជូនមកណាអូខេសម្រាប់ចុះជូនពោសំណាងល្អណាចូលប្រឡងមិនមានភ័យអត់អត់ទេជឿជាក់លើខ្លួនឯងណាចាមកពីខាងណាអើយវីស្វាយធំចាហើយអ្នកណាជូនមកម៉ាក់ហើយអ៊ីម៉ាក់ហើយនឹងអ៊ីគេណាអ៊ីទៅណាអ៊ីនោះទៅមុខបាត់ហើយចុះនេះទៅសម្រាប់នៅណាទៅផ្ទះអ៊ីណាអូខេសម្រាប់ចុះអរគុណចូលប្រឡងមិនហ្នឹងមានភ័យទេអត់សូវភ័យទេអត់សូវភ័យទេមានសង្ឃឹមប្រហែលភាគរយដែរ80% បាទអូនមកពីខាងណាដែរមកពីជាឡៃបកោមកពីខាងស្រុកប្រាសាទបកោហីអូខេអរគុណអូនអូនមកពីខាងណាមកពីអង្គរជុំស្រុកអង្គរជុំហីឆ្ងាយដែរហើយអ្នកណាជូនមកអ្នកឯងមកតំណែងឯងទេអត់មានអ្នកជូនមកទេអត់មិនចុះគាត់រវល់ឬក៏យ៉ាងម៉េចអត់ចង់ឲ្យគាត់មកចុះមកតែឯងអញ្ចឹងពេលចេញពីប្រឡងអញ្ចឹងទៅសម្រាប់នៅណាអូននៅអត់ស្គាល់ជីអីមកអូនជីម៉ូតូមកណាអូមកឆ្ងាយហើយមកតែឯងហើយយប់ឡើងសម្រាប់នៅនេះឬក៏ទៅផ្ទះវិញសម្រាប់នៅនេះណាអូខេអរគុណណាចូលប្រឡងមិនមានភ័យទេអត់ភ័យបងអត់ភ័យទេណាជឿជាក់លើខ្លួនឯងណាអូខេអរគុណអូនអរគុណសម្រាប់ចុះអញ្ជើញមកពីខាងណាដែរមកពីសោះស្ដំពូសោះស្ដំឆ្ងាយដែរចាហើយចូលប្រឡងមិញហ្នឹងមានភ័យទេអត់ភ័យទេសង្ឃឹមប្រហែលភាគរយ50ណាអូខេជូនពរសំណាងល្អសម្រាប់ចុះអរគុណបងជូនណាគេមកសំសួរទឹកកូនហីអញ្ជើញពីខាងណាដែរមកពីខាងពោក្រោមខាងស្រុកសៀមរាបយើងស្រុកសៀមរាបយើងផ្លូវទៅភ្នំក្រោមណាចាបាទហើយកូនស្រីកូនប្រុសស្រីហើយយ៉ាងម៉េចដែរសង្ឃឹមលើកូនហ៎សង្ឃឹមដែរប្រហែលជា80អីដែរប្រហែលជា80ដែរចាតាមមើលដែលកន្លងទៅគាត់ឧស្សាហ៍ព្យាយាមដែរណោះព្យាយាមបាទហើយអត់តន់ចេញទេកូននៅណាបាទអរគុណហ្មងអ៊ំជើញខាងណាដែរក្រុងរុនតាឯកចាឆ្ងាយដែរណោះចាក្រុងរុនតាឯកហើយជូនអ្នកណាគេមកអ៊ំជូនកូនមកប្រឡងបាទហើយមានសង្ឃឹមប្រហែលភាគរយចំពោះកូនអត់ដឹងដែរណាបាទលើកូនយីអ៊ំអញ្ជើញមកឆ្ងាយដែរក្រុងរុនតាឯកហើយអ៊ំមកសម្រាប់នៅសៀមរាបនេះហីចាចូលមិញមានភ័យខ្លះដែរអត់ភ័យអត់ភ័យទេអូខ្លះហានជឿជាក់ដែរអត់យ៉ាងម៉េចបានអត់ភ័យក៏អត់ជឿជាក់បើអត់ភ័យត្រូវតែជឿជាក់ណាឥឡូវសង្ឃឹមប្រហែលភាគរយមើលនិយាយមុខម៉ែមើលសង្ឃឹមប៉ុន្មានភាគរយ50ណា50បានន័យថាម៉េចបានន័យថាធ្លាក់50ជឿ50អីម៉េចចា
ចុះខាងនេះមានភ័យទេ ចាភ័យតិចតិច ភ័យតិចតិចតែអាចធ្វើបានเนาะ ធ្វើបានគ្រប់សំណួរតែត្រូវខុសអត់ដឹងដែរ អូចុះបើតាមខ្លួនឯងគិតថាសង្ឃឹមថាជាប្រហែលភាគរយដែរ ប្រហែល60% ហើយជា60%ព្រោះសារយើងបានមើលសំណួរត្រៀមអីហើយដែរតែអត់ចេញគ្រប់យ៉ាងទាំងអស់ដែលយើងបាន អូខេមកពីរុនត្អែកដែរឬក៏មិន អត់ផងខ្ញុំមកពីភូមិវាល អូមកពីភូមិវាលអ៊ំជឿជាក់លើកូននេះជឿជាក់អត់ ជឿជាក់ ជឿជាក់เนาะដឹងថាជឿបហើយបើមិនដឹងថានិទេសអីទេเนาะ ចាចា បាទដឹងថាជឿបហើយ ចា បាទហើយនេះអត់ទៅសម្រាកនៅណានៅទេគឺអង្គុយហូបបាយនៅក្រោមដើមឈើត្រជាក់ៗនេះเนาะ ចាចា បាទអរគុណអ៊ំអញ្ជើញចុះសម្រាប់ចុះអរគុណបាទបងប្អូនប្រិមិត្តបាទយើងឃើញហើយគឺថាអាណាព្យាបាលបាទក៏ដូចជាឪពុកម្ដាយរបស់បេក្ខជនប្រឡងបាទនៅវិទ្យាល័យសម្ដេចឪនេះបាទគឺកំពុងតែឈររងចាំបាទបងប្អូនកូនក្មួយរបស់គាត់ដែលកំពុងតែចូលប្រឡងហ្នឹងដល់ម៉ោងចាញ់ហើយបាទដល់ម៉ោងចាញ់ហើយគឺគាត់ឈរចាំយ៉ាងអន្ទះសារឈរចាំកដាលហាលក្តៅហើយសំណាងល្អថ្ងៃនេះវាអត់សូវក្តៅបាទមេឃរាងត្រជាក់តិចតិចបាទអញ្ជើញពីស្រុកណាដែរ វត្តពោក្រោមកាត់សៀមរាប វត្តពោក្រោមនៅក្បែរនេះឯងចុះ ចា បាទហើយជូនអ្នកណាមកកូនអី កូន តែលោកក្មួយអីហើយសង្ឃឹមប្រហែលភាគរយដែរចំពោះកូន 60% 60%ណាសង្ឃឹម60%ចុះអត់ចង់បានលើសពី60%ទេ តាមសមត្ថភាពកូន តាមសមត្ថភាពកូនហើយនេះសម្រាប់នៅនេះអញអត់ទៅណាទេ ទេតិចបងមីយោទៅបាយ បាទទៅសម្រាប់នៅផ្ទះវិញហី អត់ទេនៅលើនេះ បាទនៅលើនេះឯងហើយសួរអូនតិចអូនចូលប្រឡងមិញមានភ័យហី អត់សូវភ័យទេបង អត់សូវ បាទថាអត់សូវភ័យមិនទេបងព្រោះវាមានលក្ខណៈអត់សូវពិបាកហើយក៏អត់ងាយស្រួលដែរ អូអត់សូវពិបាកហើយក៏អត់ងាយស្រួលដែរ បាទ ប៉ុន្តែមានជឿជាក់លើខ្លួនឯងហ៎ ជឿជាក់ ជឿជាក់ណា ជឿជាក់60ទៅ70% 60ទៅ70%ណាអរគុណច្រើនណាសម្រាប់ចុះអរគុណបាទមកសួរបន្តិចមើលអ៊ីជើញពីខាងណាបាទ ជាងខាងពីឃុំក្តីរុន ប្តីរុនស្រុកសុននិគមណាមែនទេ ទេរុនក្តីរុនសោះស្ដំណា អូនៅខាង វត្តរុន ប្តីរុនខាងសោះស្ដំស្រុកពូចុះ ចា ហើយជូនកូនមកអី ជូនកូនមក ជឿជាក់លើកូនខ្លួនឯងណា ចា កូនខ្លួនឯងណាំជឿជាក់ហ្នឹងយី ណាំជឿជាក់ខំកើតឡា បាទ វាទូចដល់ប៉ុណ្ណេះហ៎ណា មានកូនប្រហែលនាក់ កូន2គ្រូ 2នាក់ហើយទឹមធំមួយណែឯងប្រឡង មួយចា បាទហើយសង្ឃឹមលើកូនប្រហែលភាគរយ គឺ100%នេះ អូ100%អានេះផ្ដល់កម្លាំងចិត្តឲ្យកូនណា100% ដល់កម្លាំងចិត្ត ហើយកូនសង្ឃឹមប៉ុន្មានភាគរយកូន 80% 80%ម៉ែឲ្យ100%ទៀតវា180%ណាហើយចូលប្រឡងមិញមានភ័យខ្លះហើយកូន អត់ទេព្រោះធម្មតា អត់ភ័យទេណាអូអានេះបានថាក្លាហានមែនណាកែឡូយប់ឡើងអីភ័យក៏ដេកអត់លក់ អត់ទេធ អ ម្ម ត់ពេល តា ព្រឹកឡើងភ័យទៀតហើយសង្ឃឹម80%ចុះ20%ទៀតទៅណាចាំមើលអ៊ុតមើលសិនណា ចា អូខេសម្រាប់ចុះពូជូនពរឲ្យបាននិទេសល្អណា ចា អូនអញ្ជើញពីស្រុកណាដែរ នៅសៀមរាប នៅសៀមរាបនឹងឯងណានៅម្ដុំណា នៅត្រាំនៀក អូនៅត្រាំនេះចិត្តពូកើអីណាស៊ីផុយណា មកចាអាម ណែហើយចូលប្រឡងហ្នឹងមានភ័យខ្លះដែរ ខ្ញុំដំបងភ័យតែឥឡូវធម្មតាវិញ ឥឡូវធម្មតាណា បាទ មានបានទៅបន់ស្រន់នៅព្រះអង្គជ័យព្រះអង្គចំគេដែរ បានពូបាទ បានហី បាទ អូបាទមិនព្រះអង្គជ័យព្រះអង្គចំជួយលេខភ័យមានសង្ឃឹមប្រហែលភាគរយ ឥឡូវលោតដល់70% 70%ណា បាទ ហើយអ្នកណាជូនមក ប៉ា ប៉ាណាប៉ាអូនេះប៉ា អត់ទេនោះ អូនៅនោះហ៎បាទហើយប៉ាថែមឲ្យបាន30%ទៅគ្រប់100%ណា បាទពូ បាទគាត់មានជំរុញលើកទឹកចិត្តយ៉ាងម៉េចខ្លះមុនពេលប្រឡងនេះ គាត់ថាជាប់អីជាប់ទៅឲ្យ200 យ៉ាជាប់អីជាប់ទៅឲ្យ200អញ្ចឹងមែនទេលោកប៉ាអូជាប់អីជាប់ទៅឲ្យតែជាប់បាន200ណា បាទ ចាំបើកូនជាប់និទេសអេស្មាច់វិញលោកប៉ា
អាហ្នឹងចាំគិតទៀតណាបាទហើយអូនខាងនេះជើញពីខាងណា មកពីភូមិត្រាំងសង្កាត់ស្លកត្រាំង អូនៅជិតនេះទេ ចា ហើយចូលប្រឡងហ្នឹងសង្ឃឹមប្រហែលភាគរយ 80អត់ទេ 85% 85%ហើយម៉ាក់ថែមឲ្យប្រហែលទៀតម៉ាក់ 15 ម៉ាក់ថែម15ម៉ាក់ថែមឲ្យ100ទៅបាន185ហ្មងហើយចូលប្រឡងមានភ័យខ្លះដែរ ពេលមុនចូលប្រឡងហ្នឹងភ័យតិចតួចតែពេលដើរទៅប្រឡងទៅអត់សូវភ័យហ្មងដោយ អត់ សារ ទៅភ័យទេ ត្រៀមខ្លួនបានច្រើនដែរ សួរតាមត្រង់មួយមើលពីម្សិលមិញឧទាហរណ៍ថាព្រឹកនេះមិនត្រូវប្រឡងហ៎ ចា ដល់ពេលយប់មិញហ្នឹងគេងយ៉ាងម៉េចដែរមានមមីមមើអីហ៎ អត់ទេគេងធម្មតាដេកលក់គេងលក់ធម្មតា ព្រោះអ្នកខ្លះគាត់ថាយប់ឡើងគេងបិទភ្នែកអត់ចង់លក់ឯណាដល់ពេលគាត់ដូចថាមានអារម្មណ៍ចេះតែរំភើបផងភ័យផងអីអញ្ចឹងណាតែលោដល់ពេលអញ្ចឹងវាបញ្ហាសុខភាពយើងវិញទេបើយើងដេកអត់បានចេះតែបារម្ភពេកចេះតែរំភើបចេះតែភ័យពេកទៅដេកអត់បានគឺយើងព្រឹកឡើងបញ្ហាសុខភាពអញ្ចឹងយប់ឡើងដេកលក់ធម្មតាណា ចាដេកលក់ធម្មតា ធម្មតាអរគុណសម្រាប់ចុះណាជូនពរឲ្យបាននិទេសល្អទាំងអស់គ្នាណាបាទបងប្អូនប្រិមិត្តបាទឃើញថាបងប្អូនខ្លះក៏គាត់នាំកូនសម្រាប់នៅក្បែរលបងសាលាបាទក្រោមដើមជ្រៃតិចបាទហើយបងប្អូនខ្លះក៏នាំទៅបន្ទប់បាទកន្លែងសម្រាប់កន្លែងអីផ្សេងអញ្ចឹងណាបាទតែយ៉ាងណាក៏បាទជូនពរបាទបងប្អូនក្មួយបាទបេក្ខជនប្រឡងទាំងអស់បាទសូមឲ្យប្រឡងជាប់ធ្វើម៉េចឲ្យសៀមរាបយើងនេះប្រឡងជាប់និទេស A ទាំងអស់ សារព័ត៌មាន T News ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈប្លែកលឿនច្បាស់ទុកចិត្តបានទាំងព័ត៌មានជាតិព័ត៌មានសន្តិសុខសង្គមនិងព្រឹត្តិការណ៍សំខាន់ជុំវិញពិភពលោកសូមប្រិយមិត្តចូលចុច Follow Page សារព័ត៌មាន T News ដើម្បីទទួលបាននូវព័ត៌មានថ្មីៗទាន់ហេតុការណ៍ប្រចាំថ្ងៃដែលកើតមាននៅក្នុងមូលដ្ឋាន